សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Hoodie Me ទាំងអស់គ្នាចឹងថ្ងៃនេះផងដែរខ្ញុំមានវីដេអូមូលដ្ឋានភាសាជប៉ុនហ្នឹងអញ្ចឹងវីដេអូថ្ងៃនេះគឺយើងតអំពីវីដេអូថ្ងៃមុនហើយវីដេអូថ្ងៃមុនយើងរៀនអំពីកតាកាណាណាអក្សរកតាកាណាហើយពីកៈរហូតដល់កុអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងរៀនអំពីសរស័ក្តិរហូតដល់សរសក់វិញម្ដងណាហើយអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់អក្សរស័ក្តិទី1ទាំងអស់គ្នាហើយតោះអញ្ចឹងសម្រាប់អក្សរស័ក្តិគឺមាន3គំនូសណា3គំនូសហើយអញ្ចឹងយើងមើលរបៀបសរសេរនៅស្នាមដៃនេះហើយទី1 ichi ni san ណា ichi ni san ichi ni san ហើយអញ្ចឹងរបៀបសរសេររបស់វាគឺអត់មានអីពិបាកទេហើយគំនូសទី1យើងគូសពីឆ្វេងមកស្ដាំទី2ពីលើចុះក្រោមដោយឈប់ធំមេរឹហើយគំនូសទី3យើងគូសពីលើចុះក្រោមមួយដូចគ្នាក៏ប៉ុន្តែរៀងលក្ខណៈកោងមកផ្នែកខាងឆ្វេងបន្តិចណាហើយដែលចុងកន្ទុយវាហ្នឹងគឺបញ្ចប់ដោយហារ៉ាវហារ៉ាវមានន័យថានៅចុងកន្ទុយវាត្រូវចោលណាគូសរៀងស្រួចហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរសាក់ហើយគឺ size 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 ហើយជាបកប្រែថាទំហំណាទំហំហើយមកពីពាក្យអង់គ្លេស size ណាហើយអញ្ចឹងបន្ទាប់ពីអក្សរសាក់យើងចូលទៅកាន់អក្សរ shi ហើយអក្សរ shi អក្សរ shi ក៏មាន3គំនូសដូចគ្នាដែរហើយណាអក្សរ shi អញ្ចឹងយើងមើលវាសរសេរខាងស្ដាំដៃនេះទី1ហើយណា ichi ni san ichi ni san ណា ichi ni san ហើយអញ្ចឹងគំនូសទី1និងទី2គឺយើងគូសរៀងប្រឆាកចុះក្រោមបន្តិចហើយណាយើងគូសស្របគ្នាមកតែគូសលក្ខណៈប្រឆាកបន្តិចហើយទៅមកគំនូសទី3គឺយើងគូសពីក្រោមឡើងទៅលើណាហើយដែលនៅចុងកន្ទុយខាងលើហ្នឹងគឺហារ៉ាវហារ៉ាវគឺស្រួចណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរ shi ហ្នឹងគឺយើងហៅថា season 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 ហើយមកពីអង់គ្លេស season ណាបកប្រែថារដូវហ្នឹងហើយអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់អក្សរសឹកអក្សរសឹកណាអក្សរសឹកគឺមាន2គំនូសហើយមាន2គំនូសហើយអញ្ចឹងយើងមើលវាសរសេរហើយ ichi ni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  ហើយណាអញ្ចឹងអក្សរសឹកគឺស្រួលសរសេរមែនតើហើយយើងគូសពីឆ្វេងទៅស្ដាំបន្ទាប់មកយើងចុះក្រោមណាដោយដកដៃទេហើយបន្ទាប់មកយើងគូសចំណុចទី2នេះគូសចំកណ្ដាលមកហើយដែលនៅចុងកន្ទុយវានេះគឺយើងត្រូវឈប់ហើយត្រូវឈប់ណាអញ្ចឹងឈប់គឺធំមេរឹកហើយពាក្យដែលផ្ដើមដោយអក្សរសឹកមានសឹកាតុសឹកាតុហើយសឹកាតុសឹកាតុហើយស្កាតុបកប្រែថាសំពត់ហើយមកពីពាក្យអង់គ្លេស skirt ហ្នឹងហើយបន្តមកទៀតយើងចូលមកកាន់អក្សរសេណាអក្សរសេមាន2គំនូសដូចគ្នាហើយជាមួយនឹងអក្សរសឹកហើយអញ្ចឹងយើងមើលរបៀបសរសេរហើយ ichi ni ichi ni ichi ni ហើយណាអញ្ចឹងអក្សរនេះគឺស្រដៀងជាមួយនឹងអក្សរសេហិរ៉ាកាណាហើយចឹងអ្នកគ្នាចាំអត់អក្សរសេនៅក្នុងហិរ៉ាកាណាហ្នឹងហើយអញ្ចឹងអក្សរសេក្នុងកតាកាណាគឺយើងគូសពីឆ្វេងមកស្ដាំរៀងឡើងលើបន្តិចហើយបន្ទាប់មកចុះក្រោមមកវិញមានកលៈចុងផ្នែកខាងស្រួយគឺយើងហៅថាហើយណាហើយអញ្ចឹងបន្តមកទៀតយើងចុះមកគំនូសទី2ហើយដោយយើងបញ្ឈប់ធំមេរឹកហើយណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរសេគឺសេតាសេតាណាយើងហៅថាសេតាសេតាបកប្រែថាអាវរងាណាអាវរងាហើយសេតាណាហើយអញ្ចឹងបន្តមកទៀតអក្សរចុងក្រោយអក្សរសុហើយអក្សរសហើយមាន2គំនូសណា2គំនូសហើយអញ្ចឹងយើងមើលវាសរសេរខាងស្ដាំដៃនេះ ichi ni ichi ni ichi ni ហើយនេះវាមាន3សំទោសវាមាន2គំនូសណាអញ្ចឹងគំនូសទី1យើងគូសពីលើចុះក្រោមប្រឆាក់មកផ្នែកខាងស្ដាំបន្តិចណាហើយដោយចុងកន្ទុយវាគឺបញ្ឈប់ហើយគំនូសទី2យើងគូសពីលើចុះក្រោមដូចគ្នាហើយលក្ខណៈកោងមកផ្នែកខាងឆ្វេងណាហើយពេលយើងចុះមកវិញគូសយើងប្រឆាក់មកផ្នែកខាងឆ្វេងហើយដែលចុងកន្ទុយវាហ្នឹងគឺបញ្ចប់ដោយហារ៉ាវណាស្រួចហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរសគឺ soft soft ហើយបកប្រែថា software ណាមកពីពាក្យកាត់ soft នៃ software ណាហើយ soft ហើយអូខេអញ្ចឹងយើងមើលពីអក្សរសាក់ឡើងវិញហើយណាអក្សរសាក់មាន3គំនូស
ហើយអក្សរឈិមាន2គំនូសហើយអក្សរសឹមាន2គំនូសហើយអក្សរសិមាន2គំនូសហើយអក្សរសុមាន2គំនូសដូចគ្នាណាហើយអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងរៀន5អក្សរនៃជួរអក្សរសណាយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ហើយអំពីជួរអក្សរតវិញម្ដងណាអរគុណអ្នកនរគ្នា